ជំរាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងប្រាប់អំពីរបៀបចូលទៅមើលសិស្សពីធម្មរបស់យើងដែលយើងបានធ្វើតេស្តដើមឆ្នាំឬចុងឆ្នាំនៅក្នុងខែរួចហើយដើម្បីមើលសិស្សពីធម្មយើងអាចចូលទៅតាមថ្នាលក៏បានឬអាចចូលទៅក្នុង Google Chrome យើងវាយពាក្យថាពីធម្មក៏បានប៉ុន្តែនេះខ្ញុំចូលនៅក្នុងថ្នាលពេលលេងចូលដល់គ្រូបរៀនគឺមានជ្រើសរើសពីរគឺមានពីធម្មនិងពាក្យថ្នាលប៉ុន្តែត្រូវមើលសិស្សពីធម្មចុចលើកន្លែងពីធម្មហើយវានឹងលោតផ្ទះឈ្មោះអ្នកប្រើប្រាស់និងលេខសំសម្ងាត់យើងចុចលេខសម្ងាត់របស់គ្រូបន្ទុកថ្នាក់មួយទាំងរបស់យើងគ្រូបន្ទុកថ្នាក់នៅក្នុងនេះគឺក្នុងគ្រូបន្ទុកថ្នាក់គឺក្នុងការប្រើទូរស័ព្ទដោយសារជាបន្ទុកកុំព្យូទ័រគឺផ្សេងនេះគឺឧទាហរណ៍នៅក្នុងការប្រើទូរស័ព្ទ Android ដូច្នេះដើម្បីរកឈ្មោះសិស្សពីធម្មយើងត្រូវចុចត្រង់កន្លែងត្រេ3នេះកន្លែងខាងស្ដាំដៃប៉ះលើដៃប៉ះលើវាយើងត្រូវ scroll ទៅលើចុះក្រោម scroll ទៅលើចុះក្រោមយើងត្រូវរកបញ្ជីឈ្មោះសិស្សនេះបញ្ជីឈ្មោះសិស្សចុចកាន់តែចុចលើវានេះវានឹងចេញផ្ទាំងមួយទៀតគឺទី1គេដាក់សិស្សរបស់ខ្ញុំពីរគេដាក់សិស្សពីធម្មរបស់ខ្ញុំតែនេះយើងត្រូវមើលសិស្សដែលមានកម្រិតនិទេស DEL ដែលយើងប្រឡងនៅក្នុងខាលក៏នឹងចុចលើសិស្សខ្ញុំពឹបដូច្នេះវានឹងរត់ទាំងរបស់សិស្សរបស់គ្រូបន្ទុកថ្នាក់ម្នាក់ដូច្នេះបើសិនបើបាត់សិស្សណាម្នាក់យើងអាចធ្វើសមកាលកម្មសិស្សនេះកាន់តែចូលដៃចុចធ្វើវានឹងអាប់ដេតដើម្បីឲ្យសិស្សរត់ចូលបានគ្រប់ចំនៅក្នុងនេះគឺសិស្សនៅក្នុងថ្នាក់ទី6ក៏គឺមានចំនួន17នាក់គឺមានគ្រប់ហើយខ្ញុំបានអាប់ដេតគ្រប់ហើយឥឡូវយើងត្រូវមើលសិស្សដែលមានកម្រិតនិទេស DEL ដូច្នេះនៅក្នុងនេះយើងត្រូវមើលដូចជាពាក្យ Dan and Ni ភាសាខ្មែរក៏បាន D កណិតក៏បានអានេះគឺជាសិស្សពីធម្មហើយនេះពីធម្មនៅក្នុងកម្រិត1ឥឡូវខ្ញុំជែកមុខងារតិចអត្រង់អានេះមួយនេះគឺហៅ scan ដើម្បីចូលឲ្យសិស្សទៅរៀនផ្ញើព្រួយនេះសញ្ញាព្រួយពីក្រមមានឡើងលើនេះមានន័យថាស្នើប្រឡងម្ដងទៀតមុខងាររបស់វាសញ្ញាអានេះកូនសនេះលុះត្រាតែយើងធ្វើការប្រឡងនៅក្នុងថ្នាលពីធម្មរបស់យើងបានវាអាចបើកឲ្យនេះដូចជាខ្មៅដៃនេះមានន័យថាមានបើកខ្មៅដៃឲ្យយើងសម្រាប់ធ្វើការប្រឡងដើម្បីរកកម្រិត1កម្រិត2និងកម្រិត3អានេះនៅសញ្ញាបង្គោលសេវានេះគឺន័យថាគឺការបើកបង្ហាញន័យថាលំហាត់ដើម្បីលំហាត់សិស្សអាចមើលឃើញបើសិនតែយើងបើកសិស្សនឹងអាចមើលឃើញលំហាត់ឬក៏បន្ទុករបស់គាត់ដែលគិតប្រឡងបានតែនៅក្នុងនេះឥឡូវយើងមើលដូចជាតបចំណេះចិត្តនេះភាសាខ្មែរគាត់បាននិទេស B ក៏លោតពោខៀវកណិតគាត់បាននិទេសអានេះគឺដោយសារទូរស័ព្ទអត់ឃើញទេឥឡូវមើលក្នុងនេះគឺមានន័យថាផ្នែកភាសាខ្មែររបស់គាត់យើងមិនបាច់ធ្វើកម្រិត1កម្រិត2កម្រិត3ទេយើងធ្វើតែមុខវិជ្ជាដែលគណិតវិទ្យាតែប៉ុណ្ណោះបើយើងចង់ធ្វើការប្រឡងដើម្បីរកកម្រិតគឺយើងត្រូវបើកនៅក្នុងនេះកម្មវិធីបឋមមួយកម្រិត1ក៏នយោដៃប៉ះលើវាបែកមកអាចនឹងឃើញឲ្យស្រេចហើយនេះកាន់តែដៃលើប៉ះលើវានេះដើម្បីប្រឡងនៅក្នុងកម្រិត1កម្រិតដៃខ្វែងមកវិញឥឡូវនៅក្នុងនេះគឺដូចខ្ញុំបានធ្វើការតេស្តសាកល្បងមើលដូចជារិនសុកសានេះកាលមុនគឺគាត់រកកម្រិត1កម្រិត2ខ្ញុំធ្វើតេស្តដល់កម្រិត3ដូច្នេះកម្រិត3ដូច្នេះគាត់ឆ្លងផុតកម្រិត3ហើយកម្រិត3រួចហើយវានឹងលោតសញ្ញាមានសញ្ញាបូកនេះកម្រិត2កម្រិតគណិតគឺនៅបើសិនតែយើងចង់ឲ្យសិស្សរិនសុកសានេះជាសាពីធំក៏នឹងចុចទៅលើវាប៉ែកមកដូច្នេះវាថាវានឹងលោតទាំងមួយទៀតតើអ្នកពិតជាចង់បន្ថែមរិនសុកសាទៅក្នុងបញ្ជីសិស្សឈ្មោះពីធំរបស់អ្នកមែនឬទេកាន់តែចុចបូកបន្ថែមនេះយើងមើលទៅលើនេះសិស្សពីធំមានម្នាក់តសុកសានកាត់នៅគណិតយើងត្រូវធ្វើគណិតរបស់បន្ថែមទៀតបើសិនបើយើងគិតធ្វើតេស្តកម្រិត1កម្រិត2កម្រិត3
ជាប់ហើយដូច្នេះគាត់មិនមែនជាខ្លាយជាសិស្សពីធម្មទេដើម្បីកុំឲ្យគាត់ខ្លាយជាសិស្សធម្មតាក៏យើងដើម្បីសញ្ញាដកឡើងយើងដកចេញនេះដកចុចដកវាអនុម័តហៅថាអ្នកពិតជាចង់លុបរិនសុសានចេញពីបញ្ជីដកកាត់ចេញទៅចេញបែកមកដូច្នេះនៅក្នុងការបត់បង្ហាញរោគកម្រិតនិងការចូលទៅមើលបញ្ជីឈ្មោះនៅក្នុងពីធម្មគឺមានតែប៉ុណ្ណេះសូមអរគុណ